ខ្ញុំសំណាងយកបានបាយថ្ងៃត្រង់ត្រង់ទៅបាយដែរឃើញលោកចាំបាយមួយជំទាវចាត្រូវមែនអត់ទេជំទាវអត់បានបាយឲ្យតកងក៏បានបាយព្រោះកងក៏21ថ្ងៃអត់មានបានបាយទេជាតិអេកាន់ទាំងដុំហ្នឹងបាយជ្រលក់ក៏ឆ្ងាញ់ដែរងាញ់មកនោះហ្នឹងគេញ៉ាំចឹងហ៎ពូពេលញ៉ាំចឹងតែឃើញបងប្អូននៅមុខនោះដែរចាអត់អីទេជូនអ្នកតិចទៅបាទឆ្ងាញ់ជាងត្រីខឆ្ងាញ់ជាងត្រីខបាទពូនោះឆ្ងាញ់ជាងឆៃប៉ៅខ្ញុំឆៃប៉ៅខ្ញុំហូបនេះក៏ខ្ញុំមិនភ្លេចទេកងតបបែបនៅជួរខាងមុខគាត់ក៏ចង់ហូបឆ្ងាញ់ដូចគ្នាប៉ុន្តែធ្វើមិនគាត់មករួចបើអីមានពេលវេលាចុះមកចាថាដូរគ្នាអរគុណបានយកជួបខ្វាយមកធ្វើជាកម្មវិធីមួយចែកជូនដល់កងទ័ពចាស្រ័យអើសូមស្រ័យអូស្រ័យឲ្យទៀតអត់ទេកុំឲ្យពូអៀនមានបាយមានផាក់ឡូវមានមាន់មានអីពូចង់ញ៉ាំអីញ៉ាំមកស្រឡាញ់ចង់កាប់ខ្លួនឯងបានបងប្អូនឥឡូវជាវជ្រុកអាំងមក8អាធំទៀតហើយសម្រាប់វរៈផ្សេងបងប្អូនថ្ងៃនេះប្រហែលចិត្តចូល20វរៈខ្ញុំមិនទាន់ដឹងប៉ុន្មានទេកាប់ជូនគាត់សិនតើអានេះអត់ទាន់បាយដាក់ទៀតហើយទាន់បាយដាក់ណាពូដាក់បានជិះដាក់ចូលចេះកាប់បានញ៉ាំដែរតាពូបាទមួយបងអូនេះហូបទៀតផុតខែភ្លៀងហើយផុតខែភ្លៀងហើយអីទេបងនេះស្បែកដាក់មកឆ្នាំមកជាតិដូចតែជ្រូកខ្វៃជាតិដូចជ្រូកខ្វៃខ្ញុំបានហូបយូរជ្រូកខ្វៃចាសំខាន់ជ្រូកនេះធំសាហាវណាបាទធំខ្ញុំសំណាងយកបានបាយថ្ងៃត្រង់ត្រង់ទៅបាយដែរឃើញលោកចាំបាយមួយជំទាវចាត្រូវមែនអត់ទេជំទាវអត់បានបាយឲ្យតកងក៏បានបាយព្រោះកងក៏21ថ្ងៃអត់មានបានបាយទេជាតិអេកាន់ទាំងដុំហ្នឹងងាញ់មកនោះងាញ់ហ៎បាទឆ្ងាញ់អត់ទេកាន់ទាំងដុំហ្មងចឹងមកហ្នឹងគេញ៉ាំចឹងហ៎ពូពេលញ៉ាំចឹងតែឃើញបងប្អូននៅមុខនោះដែរចាអត់អីទេជូនអ្នកតិចទៅបាទឆ្ងាញ់ជាងត្រីខឆ្ងាញ់ជាងត្រីខបាទពូនោះឆ្ងាញ់ជាងឆៃប៉ៅខ្ញុំឆៃប៉ៅអរគុណបានយកជួបខ្វាយមកធ្វើជាកម្មវិធីមួយចែកជូនដល់កងទ័ពចាខ្ញុំហូបនេះក៏ខ្ញុំមិនភ្លេចទេកងទ័ពបែបនៅជួរខាងមុខចាជួរខាងមុខចាគាត់ក៏ចង់ហូបឆ្ងាញ់ដូចគ្នាប៉ុន្តែធ្វើមិនគាត់មករួចបើអីមានពេលវេលាចុះមកចាថាដូរគ្នាចាខ្ញុំនេះខ្ញុំមកនេះក៏ដោយសារតែខ្ញុំមកពិនិត្យសុខភាពចាសាញ់ពលមកស្រ័យអើសូមស្រ័យអូស្រ័យឲ្យទៀតឆ្ងាញ់ណាស់បងអត់ទេកុំឲ្យពូអៀនមានបាយមានផាក់ឡូវមានមាន់មានអីពូចង់ញ៉ាំអីញ៉ាំមកស្រឡាញ់ចង់កាប់ខ្លួនឯងបានណាព្រៃកាប់ខ្លួនឯងតូខ្ញុំលកចាស់ងងអូឡើងកចាស់ងោមានរូបទេលោកពូមានតាចាស់មានខ្លាំងជាងខ្ញុំទៀតអត់ទេយូឡើងខ្ចីលោកជំទាវឡើងខ្ចីជីកដឹកទឹកបានមកក្បួនអូវ៉ាកចាស់របស់គាត់មែនណាឡើងខ្ទេចឡើងកលួយនេះប្រើប៉ុន្មានឆ្នាំហើយពូប្រើយូរអានឹងកេម៉ែក្មេកាហើយគាត់ចែកអានឹងឲ្យអូកេម៉ែក្មេកាបាទសុបាយចិត្តមែនទេទី1ហើយអត់ដែរទទួលបានអីទេឲ្យតែម្នាក់សុបាយចិត្តខ្ញុំសុបាយចិត្តខ្លាចជូនម៉ូតូគេហើយគេអត់សុបាយចិត្តទៀតណាជូនម៉ូតូហើយគេអត់សុបាយចិត្តអីមានទេចាខ្លាចគេអត់សុបាយចិត្តណាខ្ញុំដឹងសុបាយហើយណាអត់សុបាយដូចផ្ទះខ្ញុំឯងកាលវគ្គ1នៅជួសជុលបានឥឡូវវាថែម4គ្រាប់ទៀតដល់1ដូរតែលព្រាមួយក៏អត់មានឥឡូវ
យុទ្ធនាការម៉ូតូ50គ្រឿងជើងដំបងបានមកដល់ហើយតម្លាក់ជើងដំបង4វរៈខុសគ្នាតែម្ដងពុកម៉ែបងប្អូនណាតំក៏កំងបានដាក់ជូនពួកគាត់ភ្លាមបានទឹកលុយពីប្រជាជនខ្មែរដែលគាត់ចូលតាមរយៈខ្ញុំហ្នឹងខ្ញុំទិញម៉ូតូ50គ្រឿងមានទាំងប៉ាម៉ាក់ខ្ញុំប្អូនខ្ញុំដែលគាត់បើកហាងចាប៉ីយ៉ាខ្ជូមីយ៉ាហើយនឹងរងរីវូហើយនឹងបងខ្ញុំហាងលក់ពេជ្រឆៅពាន់ហើយនឹងក្រុមហ៊ុនហនុមានទាំងអស់គឺរួមចំណាយគ្នាទិញម៉ូតូបាន50គ្រឿងខ្ញុំសូមលើកម្រាបដល់សូមអរគុណchoបានម៉ូតូជិះនេះខ្ញុំអាចថាមួយខែពីរខែខ្ញុំសូមគេមួយថ្ងៃពីរថ្ងៃអាចមកផ្ទះបានបានមកផ្ទះបានដឹកកូនដឹកក្រុមគ្រួសារដើរលេងចាសូមអរគុណដល់លោកជំទាវសុខស្មីដែលបានឧបត្ថម្ភម៉ូតូជូនខ្ញុំមួយគ្រឿងចាសម្រាប់ធ្វើមជ្ឈបាយតល់ខ្លួនខ្ញុំសប្បាយចិត្តមែនតើពេលដែលឮក្រុមការងាររបស់លោកជំទាវតាក់ទងទៅដែលលោកអង្គយំមិញដែលយកលោកផងបានឲ្យទៅព្រឹកបានឲ្យទៅព្រឹកអាំងមកទទួលម៉ូតូបាទចាម៉ូតូខ្ញុំឡើងកាចាស់ងោងមកឡើងកាចាស់ងោងមានរូបគេលោកពូមានតាចាស់មែនខ្លាំងជាងខ្ញុំទៀតអត់ទេលោកជំទាវឡើងខ្ចីលោកជំទាវឡើងខ្ចីឃើញនៅក្រៅស្អាតជាងក្នុងទូរស័ព្ទឆ្ងាយចាបាទហើយកចាស់ងោងហ្នឹងនៅប្រើការទេពូជីកដឹកទឹកបានមកក្ដុំវ៉ាកចាស់របស់គាត់មែនណាឡើងខ្ទេចឡើងកលួយនេះប្រើប្រហែលឆ្នាំឯពូប្រើយូរអាហ្នឹងគេម៉ែក្មេកការឲ្យគាត់ចែកទៅនឹងឲ្យអូគេម៉ែក្មេកការបាទហើយឥឡូវដាច់ចិត្តទេពូហ៎បាទចិត្តសប្បាយចិត្តមែនទេទី1ហើយអត់ដែលទទួលបានអីទេបាទសប្បាយតែឃើញក្រុមការងារលោកជំទាវខលទៅនឹងខ្ញុំអមែនទេហ្មងបើញរុំដៀលលក់ហ្នឹងឯងមានបនឲ្យទៅព្រឹកអរគុណពូច្រើនចាឲ្យតែម្នាក់សប្បាយចិត្តខ្ញុំសប្បាយចិត្តខ្លាចជូនម៉ូតូគេហើយគេអត់សប្បាយចិត្តទៀតណាជូនម៉ូតូហើយគេអត់សប្បាយចិត្តអីមានទេចាខ្លាចគេអត់សប្បាយចិត្តណាខ្ញុំដឹងថាសប្បាយហើយណាអត់សប្បាយខ្ញុំដឹងសប្បាយតែអត់លក់បាទចាជូនគេឲ្យភ័យទៀតណាពូខ្លាចគេអត់ស្រឡាញ់អញ្ចឹងខ្ញុំក្រងទិញហ្នឹងជើងដំបងតែ50ពេលឲ្យក្រងទិញបន្ថែមទៀតអញ្ចឹងណាពូអញ្ចឹងសុកចិត្តឲ្យបានច្រើនអ្នកអញ្ចឹងម្នាក់តិចអញ្ចឹងណាពូណាដូចផ្ទះខ្ញុំឯងកាលវគ្គ1នៅជួសជុលបានឥឡូវវាថែម4គ្រាប់ទៀតដល់មួយរកតែលព្រាមួយក៏អត់មានឥឡូវតិចអស់លេងប្រពន្ធទៅពីភៀសខ្លួនវិញនឹងទៅនៅណាទេអត់មានសុំរឹងលោកជំទាវ2 3ចាអាចយកងងហើយនឹងតង់អីបានចាបាទអញ្ចឹងវាខូចខាតអស់មែនតើជាក់ស្ដែងគឺខ្ញុំអត់បានកុហកបានហូរអីទេខ្ទេចអស់លេងបាទចាវានិយាយវាដាក់មកច្រើនក្របដល់ពេលអញ្ចឹងរងគ្រោះអញ្ចឹងបាត់ខ្ញុំរាល់ថ្ងៃខ្ញុំនៅតែមិនអស់ចិត្តទេខ្ញុំទៅសារទឹកចិត្តវរៈកងតបគាត់មិនម៉ាក៏គាត់ពុះពៀពាំងទ្រង់ការពៀទឹកដីខ្ញុំទៅសារអញ្ចឹងបាទខ្ញុំថាទោះបីអស់លុយប្រជាជនខ្ញុំដាក់លុយក្រុមគ្រួសារខ្ញុំទោះបីអស់ហើយខ្ញុំថែមលុយខ្ញុំនិយាយរួមដាក់មកខ្សោះខ្លួនហ្មងបានអស់ចិត្តព្រោះអីដោយសារអីបងវរៈកងតបក៏គាត់ពាំងទ្រង់ដើម្បីយើងអញ្ចឹងយើងមានអីគ្រាន់តែលះបង់ទ្រព្យតិចតួចដើម្បីគាត់អញ្ចឹងយើងអត់ខ្លាចទេអញ្ចឹងថាព្យាយាមម្នាក់តិចឲ្យបានគ្រប់គ្នាអញ្ចឹងណាពូចាបានផ្ទះនេះទៅដាក់ទៅលើកនេះដឹកស្រួលហើយឡើងភ្នំឲ្យឡើងសូវពិបាកដូចមុនទៀតតែគាត់ចងឡើងតំណងណានិយាយរួមពួកគាត់ស្ទាត់ជំនាញហ្មងនេះចងឡើងតំណងហើយគាត់មកម៉ូតូ3គ្នាគាត់នេះដាក់មកពេញឲ្យហើយស្រួលខ្លួននេះអញ្ចឹងអានេះស្នាអេកូមហើយនឹង power bank សម្រាប់ធីមការងារអញ្ចឹងខ្ញុំជូនទាំងអស់ណាចាតែប៉ុណ្្នឹងទេជូនពបងវរៈកងតបទាំងអស់សុខសុវត្ថិភាពចាសុខសុវត្ថិភាពទាំងអស់គ្នាបាទខ្ញុំក៏សូមជូនពរដល់លោកជំទាវក្រុមការងារនិងបងប្អូនទាំងអស់ជួបតែសេចក្តីសុខហើយមានសុខភាពល្អដើម្បីជួយដល់ប្រជាពលរដ្ឋនិងកងទ័ពទៅមុខទៀតបាទសូមអរគុណចាអរគុណកងទ័ពច្រើនជាងខ្ញុំដល់ពេលអញ្ចឹងចង់សើដែរបងគាត់យ៉ាងទីឡានបាយកងតូហើយឥឡូវសុំដាក់សរាយសិនដល់ពេលអត់ដាក់សរាយដល់ទៅភ្នំអីព្រោះគាត់ស្នាយច្រើនពេលទៅពេលអញ្ចឹងចង់វល់មួយគ្នាជីគាត់និយាយចឹងមែនបងប្អូន